បាទសូមគោរពជំរាបសួរដល់អស់លោកអ្នកបងប្អូនជាទីមេត្រីទាំងអស់គ្នាទាំងបងប្អូននៅក្នុងប្រទេសក្រៅប្រទេសហើយជាពិសេសអស់លោកអ្នកបងប្អូនដែលតែងតែគ្រប់គ្រងវីដេអូខ្ញុំមេតិកាចំណងជើងអ្វីដែលខ្ញុំធ្វើជាវីដេអូបង្ហាត់បង្ហាញជួយផ្ដល់ជាមតិយោបល់ដល់បងប្អូនខ្លះហើយខ្ញុំបាទមិនមែនជាអ្នកដែលជ្រៅជ្រះជាងអស់លោកអ្នកបងប្អូនប៉ុន្មានទេក៏ប៉ុន្តែខ្ញុំគឺជាអ្នកដែលមានគំនិតចង់ឲ្យបងប្អូនកូនក្មួយដែលកើតជំនាន់ក្រោយៗស្គាល់សេចក្តីពិតដើម្បីឲ្យយើងនាំគ្នាដើរទៅតាមគន្លងដែលជោគជ័យកុំឲ្យដើរទៅតាមគន្លងដែលវិនិច្ឆ័យមហន្តរាយរិចរិលបែកបាក់ទៅទៀតបាទអរគុណណាអញ្ចឹងវីដេអូនេះគឺខ្ញុំសូមចូលរួមបញ្ចេញមតិពន្យល់ដល់អស់លោកអ្នកបងប្អូនដែលពាក្យពីរម៉ាត់ដែលនៅក្រោមមេឃលើដីមនុស្សគ្រប់ពូជជាតិសាសន៍ដែលអ្នកដែលមិនជឿដែលមិនស្គាល់ដែលគេមិនទទួលគេច្រើននិយាយថាសាសនាហើយអ្នកដែលជឿហើយអ្នកដែលទទួលស្គាល់តែងនិយាយថាព្រះបាទពីរម៉ាត់ហ្នឹងពាក្យសាសនាគឺអស់អ្នកណាដែលដើរតាមសាសនាអវាទនៃសាសនានោះគ្មានអំណាចនោះគ្មានអ្វីដែលគួរឲ្យកែមនុស្សពីកងិកងក់ឲ្យត្រង់បានទេត្បិតសាសនាគឺចេញមកពីគំនិតនិងតម្រេះរបស់មនុស្សគូវាសរសេរនិពន្ធឡើងដើម្បីបញ្ចេញមតិចង់ឲ្យមនុស្សប្រព្រឹត្តតាមក៏ប៉ុន្តែគំនិតនិងតម្រេះប្រាជ្ញារបស់មនុស្សសុទ្ធតែមានបាបអញ្ចឹងបានជាអវាទនៃសាសនាដែលយកមកបង្ហាត់បង្ហាញមនុស្សប្រាប់ថាត្រូវធ្វើទៅឆ្វេងទៅស្ដាំទៅក្រោមទៅលើសឬខ្មៅនោះមនុស្ស10អត់បានកើតសំបីតែម្នាក់ទៅអត់កើតដោយសារតែសាសនាអត់មានអំណាចព្រោះអំណាចវាចេញមកសត្វតែជាពីរគំនិតគូក្បាលរបស់មនុស្សដែលមានបាបបើសិនជាអ្នកណាដែលកើតមកទុះកោសក់ដូរសម្លៀកបំពាក់ហើយតាំងខ្លួនថាខ្លួនឯងជាព្រះតែបើមានសេចក្តីស្លាប់អោបជាប់នឹងរូបកាយនឹងគំនិតនឹងចិត្តហើយដែលមិនអាចដោះស្រាយឬក៏ដកបាននោះមិនមែនជាព្រះទេអស់លោកអ្នកបងប្អូនណាមិនមែនជាព្រះនោះឡើយបូកទាំងខ្ញុំបើខ្ញុំកាន់តែដូចជាបងប្អូនដែរពីព្រោះថាខ្ញុំក៏មានឈ្មោះថាសេចក្តីស្លាប់បើសិនជាមានឈ្មោះថាសេចក្តីស្លាប់អោបជាប់នឹងរូបកាយហើយនោះសេចក្តីវេទនាទុក្ខលំបាកក្រមានក្តៅត្រជាក់បែកបាក់នោះមានគ្រប់ពេលវេលាគ្រាន់តែវាយូរនឹងឆាប់តិចនឹងច្រើនតែបាត់សេចក្តីស្លាប់ដើមចំរបស់នៃសេចក្តីស្លាប់គឺទុក្ខវេទនាបែកបាក់កំព្រាលួចឆក់ប្លន់នាំឲ្យធ្វើអ្វីៗផ្សេងលាក់នឹងលាក់នឹងនេះហើយដែលនាំឲ្យទៅរំដៅនៃសេចក្តីស្លាប់ប៉ុន្តែបើសិនជាព្រះមិនមែនដូច្នោះទេព្រះទ្រង់ជាអ្នកដែលបង្កើតព្រះមិនមានឈ្មោះថាសេចក្តីស្លាប់នៅក្នុងឈ្មោះព្រះអង្គនោះឡើយព្រះអង្គអត់មានឈ្មោះថា
ចាញ់ព្រះអង្គអត់មានឈ្មោះថាបរាជ័យបានជាអត់មានឈ្មោះថាចាញ់បានជាអត់មានឈ្មោះថាបរាជ័យវាដោយសារតែព្រះទ្រង់ឥតមានឈ្មោះថាសេចក្តីស្លាប់តែប៉ុណ្ណឹងតែបើសិនជាមានអ្នកណាម្នាក់ទោះខ្លាំងពូកែមានប្រាជ្ញាយ៉ាងណាក៏ដោយឲ្យតែមានសេចក្តីស្លាប់កំណត់ថាអាយុប៉ុណ្ណេះឬក៏ប៉ុណ្ណោះនោះត្រូវតែមានសេចក្តីហិនវិនិច្ឆ័យដូចគ្នានោះគឺមានន័យថាជាមនុស្សហើយបើមនុស្សគឺមានសេចក្តីស្លាប់ហើយបើជាមានសេចក្តីស្លាប់នោះជួយខ្លួនឯងមិនបាននោះជួយគេក៏មិនបានណែនាំគេក៏អត់បានដឹកនាំប្រាប់គេក៏មិនកើតណាមិនកើតដែរដោយសារខ្លួនឯងជួយខ្លួនឯងមិនបានបាទអរគុណច្រើននេះគឺជាវីដេអូដែលខ្ញុំនិយាយបងប្អូនពិចារណាដោយខ្លួនឯងបាទហេតុអ្វីបានជាព្រះដល់ជាព្រះដែលមានព្រះបន្ទូលប្រាប់មកដល់មនុស្សថាត្រូវធ្វើយ៉ាងនេះធ្វើយ៉ាងនោះហើយអស់អ្នកណាដែលជឿហើយប្រព្រឹត្តតាមនោះជោគជ័យនឹងកើតឡើងពីកងិកងក់ទៅឲ្យត្រង់បានពីមនុស្សធ្លាប់ល្ងងខ្លៅធ្វើឲ្យចេះមានចំណេះចេះបានពីមនុស្សមានបញ្ហាគ្រប់យ៉ាងមនុស្សអស់សង្ឃឹមធ្វើឲ្យមានសង្ឃឹមបានដោយសារតែព្រះបន្ទូលរបស់ព្រះគឺជាព្រះបន្ទូលដែលរស់គឺជាព្រះបន្ទូលដែលមានអំណាចគ្រាន់តែយើងស្ដាប់ហើយយើងមានសេចក្តីជំនឿនោះឥតមានបង់ថ្លៃឡើយឥតចាំបាច់ថាទៅជឿព្រះយេស៊ូវត្រូវចូលលុយប៉ុណ្ណេះឬក៏ចូលលុយប៉ុណ្ណោះដើម្បីជាបច្ច័យអត់នោះទេអត់មានអ្នកណាទៅបង់ថ្លៃដើម្បីឲ្យបានសង្គ្រោះនោះទេបិទសេចក្តីស្លាប់មិនត្រូវការមាសប្រាក់បុណ្យស័ក្តិឈ្មោះល្បីល្បាញឬក៏ទ្រព្យសម្បត្តិហូហៀរូបសម្បត្តិដ៏ស្រស់ល្អភូផង់នោះឡើយសេចក្តីស្លាប់គឺទាមទារគ្រប់រូបកាយដែលនៅក្រោមមេឃលើដីគឺស្លាប់ប៉ុន្តែមានតែអ្នកដែលអត់មានឈ្មោះសេចក្តីស្លាប់អាចជួយអ្នកដែលមានឈ្មោះថាស្លាប់ឲ្យរួចពីស្លាប់បានអរគុណនិយាយឲ្យខ្លីអ្នកមានជួយអ្នកក្របានតែអ្នកក្រជួយអ្នកមានមិនកើតទេអ្នកចេះជួយបង្រៀនឲ្យអ្នកអត់ចេះបានរីឯអ្នកអត់ចេះមិនអាចទៅបង្រៀនអ្នកចេះបានទេអ្នកខ្លាំងបង្ក្រាបអ្នកខ្សោយរីឯអ្នកខ្សោយមិនអាចមកបង្ក្រាបអ្នកខ្លាំងបានទេអ្នកខ្វាក់មិនអាចដឹកដៃមនុស្សអត់ខ្វាក់បានទេមានតែអ្នកអត់ខ្វាក់ទេទើបដឹកដៃអ្នកដែលខ្វាក់ឲ្យដើរត្រង់ផ្លូវបានជនពិការនោះមិនអាចលើកពោឬក៏រត់ដើរដោយខ្លួនឯងបានឬក៏ទៅពោឬក៏ទៅដឹកដៃអ្នកដែលគេសុខភាពល្អនោះបានឡើយមានតែអ្នកសុខភាពល្អទេដែលអាចជួយអ្នកដែលខ្វិនខ្វងបានអរគុណអស់លោកអ្នកបងប្អូននៅពេលណាដែលខ្ញុំពន្យល់របៀបនេះហើយបងប្អូនគិតពិចារណាពាក្យថាសាសនានោះវាកើតចេញពីមនុស្សទេដែលចេះតែនិយាយដើម្បីគេថាយើងនាំគ្នាយកចេះមកពីព្រោះថាសាសនាហ្នឹងគឺមានន័យថាការ
ទូនមានព្រៀនប្រដៅឲ្យមនុស្សធ្វើល្អជាចិញ្ចាំងដើម្បីបិទបាំងខាត់ខាំងដើម្បីកុំឲ្យមនុស្សទៅធ្វើការអាក្រក់តែប៉ុណ្ណោះនោះគ្រាន់តែជាពាក្យសម្ដីនិងគំនិតដែលបានចារទុកនៅក្នុងសៀវភៅឬក៏កាន់សត្រាអីផ្សេងក្បួនច្បាប់តែប៉ុណ្ណោះអត់មានអំណាចដើម្បីកែឲ្យមនុស្សធ្វើកងិកកងក់មនុស្សលួចឆក់ប្លន់មនុស្សផិតក្បត់ផឹកស្រាស៊ីប្រមឹកគេថាធ្វើអ្វីគ្រប់យ៉ាងអបាយមុខបាននោះតែបើព្រះបន្ទូលព្រះនោះគឺជាមានអំណាចដោយសារតែព្រះបន្ទូលព្រះគឺចេញមកពីព្រះដែលមានអំណាចនោះហើយគឺជាព្រះដែលមិនមានពាក្យថាចាញ់មិនមានពាក្យថាសេចក្តីស្លាប់នោះបានជានៅលើពិភពលោកយើងសង្កេតមើលទៅសាសនាមានឡើងជ្រុងច្រាស់កើតឡើងបើសិនជាយើងនិយាយប្រៀបធៀបទៅថាសាសនាធំទាំង5តែសម្រាប់ខ្ញុំដែលអ្នកដែលជឿព្រះ4ណាសាសនា4មកបុកព្រះមួយគឺអត់ឈ្នះបានជានៅលើពិភពលោកអ្នកដែលទទួលជឿព្រះមានច្រើនជាងអ្នកដែលកាន់សាសនាផ្សេងឧទាហរណ៍សាសនាជាតិយើងសាសនាពុទ្ធសាសនាជប៉ុនយិនតូសាសនាយិនតូសាសនាហិនយានចិនអីចឹងទៅអីគេសាសនាហិណ្ឌូអីចឹងទៅណានៅឥណ្ឌាឬក៏សាសនាព្រាហ្មណ៍អីចឹងទៅតែគ្រីស្ទសាសនាអ្នកគ្រាន់តែនិយាយតែប៉ុណ្ណោះមិនមែនជាសាសនានោះទេគឺព្រះបានជាចំនួនអ្នកដែលជឿនៅលើពិភពលោកនេះច្រើនជាងគេបាទអត់បានទេសាសនាខ្លះបើពាក្យថាសាសនាគេជឿតាមតិចដោយសារតែមនុស្សដែលអ្នកដែលជឿតាមឬក៏កាន់តាមសាសនានោះគឺគាត់អត់យល់គាត់ឲ្យតែលឺសូរគេប្រាប់ថាចេះប្រាប់ថាចុះគាត់ចេះតែទៅដោយអត់មានដឹងពីឫសគល់អីទេហើយដោយសារតែបើសិនជាជាតិសាសន៍យើងវិញនាំគ្នានិយាយព្រះនៅវត្តចិត្តនៅមនុស្ស10ចិត្ត10ខ្លួនឯងជួយខ្លួនឯងក្បាលណាសក់អាហ្នឹងអាសាច់ជូនខ្លាទៅនៅស្រុកបានមនុស្ស10ចិត្ត10អីចឹងទៅអញ្ចឹងពាក្យថាវាទាញមកពាក្យថាសេរីភាពអញ្ចឹងសេរីភាពរបស់គាត់វាអត់មានព្រំដែនអញ្ចឹងគាត់រកព្រះអត់ឃើញទេគាត់ធ្វើអីតាមតែចិត្តរបស់គាត់គាត់ថាចិត្តគាត់ចង់ធ្វើអីស្រេចតែគាត់ចង់ធ្វើអីស្រេចតែគាត់ប៉ុន្តែនៅពេលណាដែលគាត់ជួបបញ្ហាត្រូវគាត់រត់រកអ្នកដែលពាក្យថាខ្លាំងយើងឧទាហរណ៍ពេលគាត់ជួបជំងឺដែលមករឹតរួតក្នុងខ្លួនគាត់ដឹងថាខ្លួនឯងជួយខ្លួនឯងមិនបានហើយសាសនាក៏ជួយមិនបានដែរគាត់រត់រកអីគេទី1គាត់រត់រកឱសថពាក្យថាថ្នាំព្យាបាលឃើញទេប៉ុន្តែក្រៅតែពីគាត់ជាហើយបានលុយហើយគាត់ភ្លេចអាការដែលជាដោយសារតែឱសថនឹងគាត់ថាខ្លួនឯងជួយខ្លួនឯងគ្មានអ្នកណាមកជួយអញឃើញទេគាត់ភ្លេចភ្លាមមកគាត់អត់ដឹងគុណដឹងអីទេនឹងបើយើងគាត់ពិចារណាអញ្ចឹងក៏ថាខ្ញុំកាន់សាសនានេះខ្ញុំកាន់សាសនានោះបានអូខេមិនខុសទាស់អីទេគ្រាន់តែខ្ញុំបានប្រាប់ថាសាសនាគឺគំនិតរបស់មនុស្សដែលចាកត់បង្កើតឡើងចេញពីខួរក្បាលនិងគំនិតរបស់មនុស្សមានបាបអញ្ចឹងវាអត់អាចកែប្រែឲ្យមនុស្សកងិកកងក់កងឹងកងងនឹងដែលប្រព្រឹត្តអាក្រក់នឹងមកឲ្យធ្វើល្អបានទេដោយសារសំណេរឬក៏ចំណាដែលចាទុកក្នុងក្រាំងគម្ពីរដែលខុសតែពីព្រះខុសពីព្រះបន្ទូលព្រះគឺចេញពីមនុស្សទាំងអស់អញ្ចឹងមនុស្ស
แต่អ្នកដែលបញ្ចេញគំនិតឲ្យគេធ្វើតាមតែខ្លួនឯងក៏បាបដែរបានជាទ្រឹស្ដីសាសនាមិនអាចកែតម្រង់មនុស្សបានទេមានគេទន្ទិញអាចចាត់ធေါ်ហើយបើសិនជាយើងប្រៀបថាព្រះបន្ទូលព្រះមានតែពីរគត់ដែលយើងព្រះអង្គឲ្យយើងអនុវត្តតាមថាត្រូវបែរចេញតែពីការអាក្រក់វិលមកព្រះតែប៉ុណ្ណឹងរីឯបើសិនជាខ្ញុំសិក្សាពីសាសនាច្បាប់អីណាសតតែ 48,000 ធម្មកាន់ជាឧទាហរណ៍ធម្មកាន់ហើយសួរថាច្បាប់មួយណាដែលធ្វើឲ្យមនុស្សប្រព្រឹត្តបានបើសិនជាមួយធ្វើមិនបានផងចុះតម្រុំតែ 48,000 ឯនោះវាអត់ត្រូវបាទយើងគិតមើលណាបាទបើសិនជាក្នុងច្បាប់ព្រះតែព្រះបន្ទូលព្រះប្រាប់ថាឯងធ្លាប់អាក្រក់បែរមកអញធ្លាប់លួចគេធ្លាប់កុហកភូតផលឈ្នេះនេះនន្ទានិយាយដើមគេហើយឲ្យឈប់ទៅហើយមកឲ្យអញនោះអញនឹងអត់ទោសឲ្យតែពីរនឹងគិតមនុស្សធ្វើអត់បានហើយចុះទម្រាំ 48,000 ធម្មកាន់អ្នកណាទៅធ្វើបានដល់ពេលគេអស់ជំរឿសរបស់គេក៏ឆ្លើយតាំងចាំជាតិក្រោយធ្វើបុណ្យសំកសលទៅធ្វើអាម៉េចបើអាជាតិដែលអង្គុយជំងឺស៊ីបាយដឹងប្រៃដឹងសាបនេះធ្វើមិនបានផងខ្ញុំទម្រាំអាជាតិក្រោយឃើញទេអញ្ចឹងយើងនាំគ្នាសិក្សាចំណុចហ្នឹងមិនមែនអ្វីដែលខ្ញុំបង្កើតវីដេអូនេះទៅដើម្បីលើកមកខាងដាក់មកខាងអត់អញ្ចឹងទេអត់អញ្ចឹងទេខ្ញុំមិនមែននិយាយពាក្យនឹងសម្រាប់តែជាតិសាសន៍យើងតែប៉ុណ្ណោះគឺក្រោមមេឃលើដីអ្នកដែលអត់ស្គាល់ព្រះអ្នកនោះមិនដែលធ្វើល្អកើតទេគំនិតរបស់អ្នកនោះស្ងាត់ទៅពេលដេកទេសូម្បីតែពេលដេកអាចយល់សពអាក្រក់ទៀតនឹងសម្រាប់មនុស្សដែលអត់ស្គាល់ព្រះបាទរីឯបើមនុស្សស្គាល់ព្រះគឺគេមានកាតព្វកិច្ចទី1ពេលដេកក៏អធិដ្ឋានពេលដើរធ្វើអីទាំងអស់សូមព្រះពរពីព្រះតែអ្នកដែលគេអត់ពីព្រះគេអត់ធ្វើអញ្ចឹងទេគេសុំតែបន្តិចទេមានលៀបមានជ័យសំណាងអីទាំងទៅសន្សំកុសលអីចាំជាតិក្រោយអីចឹងហ្នឹងអត់មានទេអាខ្លួនឯងដែលនៅជំងឺនឹងអត់ធ្វើអីកើតផងឬចាំអាជាតិដែលមើលមិនឃើញអត់ត្រូវបាទអរគុណច្រើនអញ្ចឹងខ្ញុំមិនមែននិយាយនេះហើយដើម្បីជាមូសាដើម្បីឲ្យថាបងប្អូនពិចារណាថាអត់ទេបានជាសប្តាហ៍យើងសង្កេតឃើញអ្នកកាន់សាសនាជាច្រើនគឺធ្វើអ្វីមិនកើតសំបីតែមួយដោយសារតែសាសនាកើតចេញពីខួរក្បាលមនុស្សមានបាបគំនិតរបស់មនុស្សមានបាបដឹកនាំខ្លួនឯងមិនបានជួយខ្លួនឯងឲ្យបានចេះតែចាចេះតែកត់ដើម្បីយកតែកម្រៃដើម្បីឲ្យតែយកតែកម្រៃដើម្បីអ្នកដែលអត់ដឹងឃើញទេខ្ញុំនិយាយចឹងបងប្អូនយល់ហើយខ្ញុំបាននិយាយជាគំនិតជាសម្ដីចុងក្រោយយ៉ាងខ្លីថារីឯអ្នកណាក៏ដោយទោះកោសក់ដូរសម្លៀកបំពាក់ក៏ដោយបើសិនជាមានឈ្មោះថាមានសេចក្តីស្លាប់អោបជាប់ក្នុងខ្លួនដែលมันអាចដោះបានអ្នកនោះគឺមិនមែនព្រះទេគឺជាមនុស្សមានបាបដដែលតែប៉ុណ្ណឹងហើយគំនិតរបស់មនុស្សមិនធ្វើល្អកើតទេបើសិនជាធ្វើល្អគេថាអ្នកប្រាជ្ញធំសម្បើមនៅលើពិភពលោកនោះទៅផលិតអាវុធសម្រាប់មនុស្សនោះទៅពឹងអើយកាលមុនឆ្លោះគ្នាបង្កើតកំបិតបថៅព្រួញថ្នាសម្ពាមកៅស៊ូដុំថ្មដំបងកំបិតដល់ពេលគេគិតពីវិវត្តពីទៅមុខបន្តិចម្ដងកាន់តែជឿនលឿនសប្ថ្ងៃកាលមុនគេបង្កើតក្របមួយក្របសម្រាប់មនុស្សបានម្នាក់តែឥឡូវអត់ទេមួយក្របសម្រាប់បានរហូតដល់មួយប្រទេសអីនោះឃើញទេសួរថាគំនិតមនុស្សល្អអត់ល្អទេរត់រកតែសេចក្តីអាក្រក់ហើយនឹងសេចក្តីបំផ្លាញទេអត់មានគំនិតមនុស្សឯណាដែលអត់ស្គាល់ព្រះហើយធ្វើការល្អទេអត់សុទ្ធ
គំនិតបង្កើតតការចាញ់ផ្ចាលបង្កើតតការឈ្នះបង្កើតតការល្បីឈ្មោះអញខ្លាំងអញមានបុណ្យស័ក្តិអញធ្វើអញ្ចេះធ្វើអញ្ចោះមានតែប៉ុណ្ណឹងអញ្ចឹងអាអ្នកដែលវាចាញ់ក៏វារកគំនិតថាបើឯងចាញ់ផ្ចាលអញក៏ចាញ់ផ្ចាលឯងរកគ្រាប់ប៉ារ៉ាបាណូអញរកមិចស៊ីលបើឯងរកមិចស៊ីលបានអញធ្វើមីនអញធ្វើមកឯងធ្វើមីនអញក៏ធ្វើយន្តហោះទម្លាក់សុទ្ធតែអាក្រក់ទាំងអស់បាទឥតមានអ្នកណាដែលធ្វើល្អកើតទេបាទអរគុណនេះហើយជាគំនិតដែលខ្ញុំបាននិយាយថាសាសនានោះគឺចេញពីមនុស្សទេមិនមែនពីព្រះឡើយរីឯបើព្រះទើបអ្នកដែលប្រព្រឹត្តតាមអនុវត្តតាមគឺមនុស្សធ្លាប់កងែកកងក់ទៅជាត្រង់មនុស្សដែលធ្លាប់ខ្មៅទៅជាសព្រះសម្អាតមនុស្សមិនសម្អាតខ្លួនឯងកើតទេព្រះទេតាដែលជាអ្នកដែលសម្អាតព្រះទេតាដែលធ្វើឲ្យល្អត្បិតមនុស្សមិនមែនកើតមកដោយខ្លួនឯងទេព្រះទេតាដែលជាអ្នកដែលបង្កើតផែនដីគ្រប់របស់គ្រប់ជីវិតព្រះទ្រង់ជាអ្នកបង្កើតអញ្ចឹងអ្នកដែលធ្វើឲ្យល្អឬអាក្រក់ព្រះទាំងអស់អាមែនសូមថ្វាយសេរីរុងរឿងថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកស្អែកគឺជាថ្ងៃដែលព្រះអង្គញែកទឹកជាបរិសុទ្ធដែលបងប្អូនយើងអ្នកខ្លះក៏និយាយថាជាថ្ងៃទទួលព្រះពរទៅជួបជុំគ្នាកន្លែងដែលយើងប្រពនឹងគោរពប្រណិប័តកោតខ្លាចស្ដាប់ព្រះបន្ទូលព្រះអង្គទាំងអស់គ្នាសូមអរគុណសូមព្រះអង្គប្រទានពរបងប្អូនយើងទាំងអស់គ្នាដែលបានស្ដាប់វីដេអូខ្ញុំបាទអរគុណសូមព្រះអង្គប្រទានពរទាំងអស់គ្នាក្នុងឆ្នាំ2026នេះAmen, amen, amen.